បាទម៉ាក់អរគុណអ្នកទាំងអស់គ្នាខ្ញុំនឹងការពារគ្រួសារយីរហូតទៅគ្រួសារតែមួយមិនបាច់ចិត្តគ្នាពេកទេលោកប្រុសខួបគម្រប់100ឆ្នាំនៃវិទ្យាល័យលំដាប់អភិជនសាលារៀនបានផ្ញើលិខិតអញ្ជើញមកដោយផ្ទាល់គេចង់អញ្ជើញអ្នកក្នុងនាមជាអតីតសិស្សពិសេសត្រឡប់ទៅថ្លែងសុំទុកឋាននៅឯសាលាវិញនឹងត្រឡប់ទៅសាលាវិញមែនទេទីនោះធ្លាប់មានតែការមើលងាយនិងការមិនយកចិត្តក៏ជាកន្លែងដែលចាប់ផ្ដើមជីវិតថ្មីដែរលោកយាយកិត្តិយសណាស់ដែលលោកបានត្រឡប់មកចូលរួមខួបរបស់សាលាយើងសាលាបានរៀបចំកន្លែងអង្គុយដ៏មានកិត្តិយសបំផុតជូនលោកហើយមិនបាច់រៀបចំអ្វីពិសេសទេខ្ញុំគ្រាន់តែមកមើលបន្តិចបន្តួចប៉ុណ្ណោះឃើញទេខ្លាម៉ាក់យាយដ៏អស្ចារ្យរបស់យើងត្រឡប់មកវិញហើយចាំមើលពេលគាត់ឡើងលើឆាកបរិច្ចាគលុយសាងសង់យើងនឹងប្រកាសថាជាញាតិសន្តានរបស់គាត់ជាមនុស្សស្រឡាញ់មុខមាត់ប្រកាសជាមិនហ៊ានបដិសេធពួកយើងទេជាពិសេសសាលារៀនគាត់នៅហ៊ានបរិច្ចាគប្រាក់សាងសង់អគារបានចុះទម្រាំបរិច្ចាគឲ្យសមាគមញាតិសន្តានប៉ុន្មានសិបលានមិនមែនជារឿងធំទេមែនទេថ្ងៃនេះយើងសូមស្វាគមន៍អតីតសិស្សពិសេសរបស់យើងលោកយីឈីងស្វានគាត់មិនដែលភ្លេចសាលាចាស់ទេបានបរិច្ចាគបណ្ណាល័យឈីងស្វាននិងអគារស្រាវជ្រាវឈូរ៉ានសង្ឃឹមថាបងអូននិស្សិតទាំងអស់នឹងខិតខំរៀនសូត្ររក្សាទុកនូវភាពល្អនិងការពីក្រុមគ្រួសារប្រសិនបើមានការលំបាកអ្វីអាចស្វែងរកខ្ញុំបានគ្រប់ពេលជីងស្វានឲ្យខ្ញុំជាពូថ្លៃរបស់អ្នកបរិច្ចាគសាងសង់អគារឲ្យសាលាវាពិតជាផ្ដល់មុខមាត់ដល់ត្រកូលយីយើងខ្លាំងណាស់ជីងស្វានពេលនេះមានទ្រព្យសម្បត្តិស្តុកស្តម្ភហើយក៏គួរតែតបស្នងដល់សាច់ញាតិត្រកូលយើងខ្លះទៅអ្នកទាំងនេះជានរណាហេតុអ្វីបានជាចេះតែមកទារលុយបែបនេះថ្ងៃនេះជាខួបគម្រប់ខួបសាលាពួកគេមកបង្ខំឲ្យបរិច្ចាគលុយនៅចំពោះមុខថ្ងៃនេះជាពិធីខួបរបស់សាលាមិនមែនជាសមាគមត្រកូលយីទេឈីងសៀនអញធ្វើខ្លួនដូចជាអ្នកដទៃពេកហើយឥឡូវអញមានមុខមាត់ធំដុំហើយកុំភ្លេចកំណត់ដើមឡើយពេលដែលត្រកូលយីជួបទុក្ខលំបាកអ្នកមិនដែលបានជួយអ្វីឡើយពេលត្រកូលយីញើបមុខរួចអ្នកបែរជាស្គាល់គេរហ័សម្លេះនេះមិនមែនចង់ឲ្យឈីងសៀនចិត្តស្មោះមិនមែននិយាយតែមកទេគឺការឈរនៅក្បែរពេលជួបទុក្ខលំបាកយាយឈីងសៀនមានទ្រព្យសម្បត្តិរាប់ពាន់លានតែមិនព្រមជួយជ្រោមជ្រែងសាច់ញាតិសោះគេស៊ីសាច់ទុកក៏ពួកយើងហូបខ្យល់ពួកយើងទៀមមិនច្រើនទេវាសុទ្ធតែជារឿងដែលគេអាចជួយបានដោយងាយលើកមុនមកសុំតំណែងនៅអស្ថានលើកនេះមកគំរាមដល់កន្លែងតែម្ដងជីងសួនទីបំផុតអ្នកចេញមកហើយយើងសុទ្ធតែជាគ្រួសារតែមួយនិយាយគ្នាឲ្យច្បាស់ទៅក៏ល្អដែរនិយាយមកនេះគឺជាគម្រោងសមាគមត្រកូលយើងអ្នកត្រូវបញ្ចេញប្រាក់ 1000 លានសិនដើម្បីបង្កើតមូលនិធិស្ដារត្រកូលយើងផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រប់គ្រួសារជារៀងរាល់ខែហើយក្មេងត្រូវតែបានចូលធ្វើការនៅក្រុមហ៊ុនជីងសួនម្យ៉ាងទៀតសមាគមត្រកូលត្រូវតែមានកៅអីសម្រាប់ត្រួតពិនិត្យឲ្យក្នុងក្រុមហ៊ុនអ្នកទាំងអស់គ្នាបានឬហើយមែនទេវាបដិសេធសាច់ញាតិខ្លួនឯងសុខចិត្តបរិច្ចាគលុយឲ្យអ្នកក្រៅតែមិនព្រមជួយសាច់ញាតិខ្លួនឯងឡើយបើគ្មានដូនត្រកូលយេទេតើវាអាចមានថ្ងៃនេះបានយ៉ាងម៉េចលោកទី6កាលពីសម័យដែលត្រកូលយេជួបវិបត្តិហិរញ្ញវត្ថុឯកសារទាំងអស់ដែលអ្នកបដិសេធមិនឲ្យខ្ចីលុយនិងសម្លេងថតដែលអ្នកជាប្រមាថពេលគ្រួសារខ្ញុំទៅសុំជំនួយគឺសុទ្ធតែនៅទីនេះទាំងអស់ឯងតើឯងបានរបស់ទាំងនេះមកពីណារឿងកន្លងហួសទៅហើយចាំបាច់ត្រូវលើកយកមកនិយាយធ្វើអីក្នុងនាមជាសាច់ញាតិកុំប្រកាន់គ្នាច្រើនពេកអីពេលដែលអ្នកគិតតែពីផលប្រយោជន៍ខ្លួនឯងយើងមិនបាច់និយាយរឿងសាច់ញាតិទៀតទេខ្ញុំអាចបង្កើតមូលនិធិជួយសាច់ញាតិដែលជួបការលំបាកប៉ុន្តែសម្រាប់តែអ្នកដែលខ្វះខាតពិតប្រាកដនិងគោរពច្បាប់ប៉ុណ្ណោះអ្នកដែលចេះរកស៊ីចិញ្ចឹមជីវិតខ្លួនឯងត្រូវមានការត្រួតពិនិត្យច្បាស់លាស់និងប្រើប្រាស់ថវិកាឲ្យចំគោលដៅមិនផ្ដោតជាសាច់ប្រាក់មិនចិញ្ចឹមមនុស្សដែលខ្ជិលច្រអូសហើយក៏មិនទទួលមនុស្សឲ្យចូលមកធ្វើការដោយគ្មានសមត្ថភាពដែរចំណែកអត្តចរិតមិនល្អការបង្ខិតបង្ខំតាមរយៈមតិសាធារណៈដាក់ក្នុងបញ្ជីខ្មៅរបស់ក្រុមហ៊ុនឈីងស្វានជាអចិន្ត្រៃយ៍អនុវត្តភ្លាមផ្នែកត្រួតពិនិត្យហិរញ្ញវត្ថុនិងធនធានមនុស្សប្រព័ន្ធត្រួតពិនិត្យសកម្មភាពសប្បុរសធម៌ត្រូវបានធ្វើសម្គាល់កម្មរួចរាល់អ្នកទាំងអស់គ្នាមានជាប់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនិងការបង្កបញ្ហាដល់សណ្ដាប់ធ្នាប់លំនៅឋានឯកជនភស្តុតាងត្រូវបានដាក់ជូនរួចហើយសូមសហការជាមួយប៉ូលីសក្នុងការដោះស្រាយលោកយេនាយកប្រតិបត្តិនៃក្រុមហ៊ុនធំក្នុងស្រុកជាច្រើនបានដាក់លិខិតសុំចូលជួបក្នុងពេលស្នើសុំចូលជាផ្នែកមួយនៃប្រព័ន្ធឈីងស្វានឲ្យពួកគេចូលមកដើម្បីត្រៀមខ្លួនសម្រាប់សមរភូមិថ្មីលោកយេក្រោយពេលដែលវិស័យនេះចុះចូលក្រុមអំណាចចាស់ដែលធ្លាប់ប្រឆាំងនឹងត្រកូលយេក៏ត្រូវបានលាតត្រដាងទាំងអស់ដែរមានក្រុមហ៊ុនមួយចំនួនដែលធ្លាប់កាត់ផ្តាច់អាជីវកម្មត្រកូលយេដោយចេតនាការពីដល់ពេលនេះនៅចង់លីឡំក្នុងប្រព័ន្ធពិន្ទុទៀតធ្វើឲ្យស្រាលដៃបន្តិចទៅលោកយេក្រុមអ្នកមានអំណាចចាស់ដែលធ្លាប់គៀបសង្កត់ដែលធ្លាប់កាត់ផ្តាច់ផ្លូវរកស៊ីរបស់ត្រកូលយេឥឡូវនេះបានដល់ទីបញ្ចប់ទាំងអស់ហើយខ្លះដាច់ខ្សែរន្ទន់ខ្លះត្រូវបានគេស៊ើបអង្កេតដោយសារល្មើសច្បាប់ខ្លះទៀតត្រូវគេឈ្មោះរលីសាប់សូនពេញមួយក្រុមយើងមិនបានជ្រៀតជ្រែកដោយខុសច្បាប់ឡើយគ្រាន់តែមិនបានផ្ដល់ជំនួយមិនបានជួយជ្រោមជ្រែងនិងមិនបានបាត់ផ្លូវឲ្យការផ្លាស់ប្ដូរវាសនាសុទ្ធតែមានការកំណត់របស់វាខ្ញុំមិនចាំបាច់សងសឹកតាមវិធីថោកទាបទេខ្ញុំគ្រាន់តែត្រូវឈរឲ្យខ្ពស់គ្រប់គ្រាន់ការធ្លាក់ចុះរបស់ពួកគេនឹងធ្វើឲ្យពិភពចំនួនគ្មានអ្នកណាហ៊ានតាំងទៀតឡើយការជ្រៀតជ្រែកធ្វើជាស្រូវនឹងអ្នកជំនាញសហគ្រាសវីរុសថ្មីបានរៀបចំរចនាសម្ព័ន្ធបុគ្គលិករួចរាល់ការដាក់ប្រព័ន្ធសម្រាប់គ្រប់គ្រងបណ្ដាញចែកចាយសមត្ថភាពផលិតការឡើងទ្វេដងអត្រាជាប់បំណុលទីផ្សារឈានមុខគេដាច់តែម្ដងរក្សាល្បឿនឲ្យនឹងមិនចាំបាច់ពង្រេកខ្លួនខ្លាំងពេកទេតែត្រូវធានាគ្រឹះឲ្យរឹងមាំ
លោកយេផ្លូវដឹកជញ្ជូនតាមសមុទ្រក្រៅប្រទេសត្រូវបានរឹតបន្តឹងភ្លាមបណ្ដាញសហការក៏នាំគ្នាខុសកិច្ចសន្យាដែរតាមបណ្ដាញសង្គមចាប់ផ្ដើមមានការវាយប្រហារបង្កាច់កិច្ចនេះមានន័យថាមានអ្នកកំពុងឡោមព័ទ្ធខ្ញុំពីក្រៅប្រទេសលោកយេផ្លូវដឹកជញ្ជូនក្រៅប្រទេសជាច្រើនត្រូវបានរារាំងដោយគ្មានមូលហេតុហេតុផលដែលគេលើកមកគឺមិនសមហេតុផលច្បាស់ជាមានការរៀបចំពីក្រោយក្រុមហ៊ុនចែកចាយក្រៅប្រទេសមួយចំនួនក៏នាំគ្នាខុសកិច្ចសន្យាព្រមគ្នាសុខចិត្តបង់ប្រាក់ពីនៃកិច្ចសន្យាដោយច្រើនសន្ធឹកសន្ធាប់ក៏ត្រូវតែបញ្ឈប់កិច្ចសហប្រតិបត្តិការដែរសេពមើលអ្នកដែលនៅពីក្រោយរឿងនេះគឺក្រុមហ៊ុន Global Capital ពួកគេជំនាញខាងធ្វើការទិញដូរដោយទុច្ចរិតនិងឡោមព័ទ្ធក្រុមហ៊ុន Kodak លើកនេះពួកគេមានបំណងមកលើផលិតផលស្នូលរបស់យើងនិងទីផ្សារសកលពួកគេចង់បង្ខំឲ្យយើងគ្មានផ្លូវដើរដើម្បីដណ្ដើមយកប៉ាតង់ក្នុងតម្លៃថោករួមទាំងបណ្ដាញចែកចាយនិងទីផ្សារបណ្ដាញសង្គមក៏ចាប់ផ្ដើមមានការបង្កាច់បង្ខូចដោយចោទថាខ្សែសង្វាក់ផលិតកម្មរបស់យើងផ្អែកលើការផ្គត់ផ្គង់ពីខាងក្រៅកំពុងតែបង្កើតភាពភ័យខ្លាចតែត្រូវបានគេឡោមព័ទ្ធយើងកាន់តែត្រូវទល់ឲ្យបានជោគជ័យឈិងលៀនទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណៈត្រូវបើកបង្ហាញឯកសារបញ្ជាក់គុណភាពទាំងអស់ជាសាធារណៈលីកឈីងម៉ូពង្រឹងសន្តិសុខនៅការិយាល័យកណ្ដាលនិងខ្សែសង្វាក់ផលិតកម្មខ្ញុំយល់ហើយពួកគេចង់កាត់ផ្ដាច់ដង្ហើមខ្ញុំគួរឲ្យស្ដាយខ្ញុំមិនដែលចេះចោះចាញ់ទេត្រកូលយេនៅតែមានវត្តមានគ្រាន់តែជាក្មេងប្រុសម្នាក់ដែលទើបតែងើបឡើងវិញក៏ហ៊ានប្រឆាំងនឹងក្រុមហ៊ុន Global Capital ដែរឬថ្ងៃស្អែកខ្ញុំនឹងទៅកាន់ទីក្រុងគូស៊ីនដោយផ្ទាល់តើលោកចង់ទៅជួបយេឈីងស្វានមែនទេមិនមែនទៅជួបទេគឺទៅទិញយកក្រុមហ៊ុនបើគេមិនព្រមប្រគល់ប៉ាតង់មកខ្ញុំនឹងធ្វើឲ្យគេអស់ខ្លួនបើគ្រប់បណ្ដាញសង្គមអន្តរជាតិទាំងអស់ចូលទៅកាន់កម្រិតឆ្លើយតបខ្ពស់បំផុតទី1ផ្សាយផ្ទាល់ខ្សែសង្វាក់ផលិតកម្មទី2បង្ហាញរបាយការណ៍គុណភាពនិងវិញ្ញាបនបត្រប៉ាតង់បើកចំហការទទួលស្គាល់ទូទាំងពិភពលោកទី3ប្រមូលការវិតម្លៃពិតពីអ្នកប្រើប្រាស់ទូទាំងពិភពលោកការគ្រប់ដណ្ដប់ដោយភពភាសាលោកស្រីស៊ូបណ្ដាញផ្សព្វផ្សាយធំពីក្រៅប្រទេសបានផ្ញើការអញ្ជើញសម្ភាសមកទុកឲ្យពួកគេរងចាំសិនទៅក្រុមហ៊ុនឈីងស្វានមិនពឹងផ្អែកលើអ្នកណាទេក៏មិនត្រូវការការពារដែរយើងដើរដោយសមត្ថភាពផ្ទាល់ខ្លួនចង់ជួបពួកយើងកម្រិតនេះនៅឆ្ងាយណាស់ហេតុអ្វីបានជាក្រុមហ៊ុនឈីងស្វានមិនត្រឹមតែមិនដួលរលំថែមទាំងទទួលបានការគាំទ្រខ្លាំងជាងមុនពួកគេបានបើកខ្សែសង្វាក់ផលិតកម្មថ្មីព្រមទាំងបើកបង្ហាញខ្សែសង្វាក់ផលិតកម្មដែលធ្វើឲ្យមានការគាំទ្រទាំងក្នុងនិងក្រៅប្រទេសពួកគេគិតថាគ្រាន់តែប្រើកម្លាំងចិត្តក៏អាចទល់នឹងដើមទុនបានដែរស្អែកនេះខ្ញុំនឹងទៅកាន់ក្រុមហ៊ុនឈីងស្វានដោយផ្ទាល់ខ្ញុំត្រូវតែឲ្យយេឈីងស្វានដឹងថាអ្វីទៅដែលហៅថាការឡោមព័ទ្ធកម្រិតសកលពិតប្រាកដលោកយេយើងទទួលបានជោគជ័យហើយកិច្ចឈ្មោះលើឆាកអន្តរជាតិកើនឡើង3ដងកាន់នេះដែលលៀបពណ៌អាក្រក់ត្រូវបានបិទចោលជាច្រើនទីផ្សារបរទេសបែរជាមានការបញ្ជាទិញថ្មីជាច្រើនទៀតអ្នកធ្វើបានល្អណាស់ពួកគេចង់កាត់ផ្ដាច់ផ្លូវដើររបស់យើងតែពួកគេមិនដឹងទេថាទោះផ្លូវត្រូវបានកាត់ផ្ដាច់យើងនៅតែអាចរកផ្លូវថ្មីដែលធំទូលាយជាងមុនបានថ្ងៃនេះអាឡែននឹងមកដល់គាត់នឹងមកទាមទារឲ្យខ្ញុំប្រគល់ប៉ាតង់ជូនគាត់ម្នាក់នេះមានចរិតក្រអឹកក្រទមនិងកាច់សាហាវត្រូវតែប្រុងប្រយ័ត្នពេលគាត់មកដល់ខ្ញុំក៏ចង់ស្ដាប់ដែរថាភ្ញៀវបរទេសម្នាក់នេះមានសិទ្ធិអ្វីមកថ្លៃលើទឹកដីរបស់ខ្ញុំកុំចេះតែបញ្ជាយេឈីងស្វានខ្ញុំទុកផ្លូវឲ្យអ្នកពីរជម្រើសទី1ផ្ទេរប៉ាតង់ស្នូលនៃផលិតផលសុខភាពមកឲ្យខ្ញុំធានាថាអ្នកនឹងមានទីផ្សារទូលំទូលាយទូទាំងសកលលោកទី2បើអ្នកបដិសេធខ្ញុំនឹងបន្តបិទផ្លូវដឹកជញ្ជូននិងកាត់ផ្ដាច់គ្រប់បណ្ដាញរបស់អ្នកផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់រហូតដល់អ្នកអស់ផ្លូវដើរអ្នកនិយាយចប់ហើយនៅខ្ញុំជាតំណាងផ្លូវការរបស់ក្រុមហ៊ុន Global Capital ខ្ញុំគ្រប់គ្រងប្រភពធនធានពាក់កណ្ដាលនៅឯបរទេសអ្នកគួរតែគិតឲ្យបានច្បាស់ទី1ប៉ាតង់របស់ខ្ញុំមិនលក់មិនទេនិងមិនអនុញ្ញាតឲ្យនរណាឡើយទី2ទោះជាអ្នកមានផ្លូវដឹកជញ្ជូនច្រើនប៉ុណ្ណាក៏ដោយខ្ញុំក៏អាចបើកផ្លូវដឹកជញ្ជូនថ្មីបានច្រើនប៉ុណ្ណោះដែរទី3ប្រសិនបើអ្នកងាកក្រោយចាក់ចេញទៅឥឡូវនេះអ្នកនៅតែអាចរក្សាកិត្តិយសចុងក្រោយបានលោក Allen មុននឹងគម្រាមកំហែងបន្តទៀតលោកគួរតែមើលឯកសារទាំងនេះសិនទៅក្រុមហ៊ុនបត់សម្ព័ន្ធជាច្រើនរបស់លោកមានជាប់ពាក់ព័ន្ធនឹងការលាងលុយយកខ្វក់ការកិច្ចពន្ធការធ្វើពាណិជ្ជកម្មคล้ายៗនិងការគ្រប់គ្រងអាជីវកម្មដោយទុច្ចរិតខ្សែសង្វាក់នៃភស្តុតាងគឺពេញលេញបានបញ្ជូនទៅកាន់ស្ថាប័នត្រួតពិនិត្យរួចរាល់ពួកឯងហ៊ានស៊ើបអង្កេតខ្ញុំផងហេមិនមែនពួកយើងចង់តម្រង់គោលដៅដាក់លោកទេគឺមកពីលោកមិនដែលធ្វើអ្វីឲ្យស្អាតស្អំសោះសម្ដីគម្រាមកំហែងរបស់លោកនៅក្រុមហ៊ុនតាតាងកាលពីមុននេះចិត្តណាផ្ដាច់មុខសកម្មភាពបង្ខំឲ្យផ្ទេរសិទ្ធិប៉ាតង់ត្រូវបានថតសម្លេងនិងវីដេអូទុកជាភស្តុតាងទាំងអស់ហើយបានដាក់ពាក្យបណ្ដឹងជាផ្លូវការរួចហើយពួកឯងចង់បានអ្វីមានពីរជម្រើសទី1ដកការរឹតបន្តឹងចេញធ្វើការបកស្រាយជាសាធារណៈនិងសងការខូចខាតទី2បន្តរឹងតឹងមិនព្រមស្ដាប់ត្រឹមរយៈពេល24ម៉ោងទៀតលោកនឹងមិនអាចចាក់ចេញពីទីក្រុងនេះបានទេបើហ៊ានប៉ះពាល់មនុស្សរបស់ខ្ញុំលោកនឹងស្ដាយក្រោយសម្រាប់ខ្ញុំអ្នកដែលត្រូវស្ដាយក្រោយគឺលោកវាជឿជាក់លើអ្នកញុះញង់ជានិច្ចអ្នកក៏មិនលើកលែងដែរអំណាចនៃទុនមិនមែនជាអ្វីដែលអ្នកអាចស្រមៃដល់ឡើយទុនមកពីក្រៅប្រទេសក៏គ្រាន់តែប៉ុណ្្នឹងដែរអ្វីដែលខ្លាំងពិតប្រាកដមិនមែនជាទុនឡើយគឺទឹកចិត្តមនុស្សនិងសិលធម៌ក្នុងនៅពេលដែលមានគេចង់ច្របាច់ក៏ពួកយើងអញ្ចឹងចាប់ពីថ្ងៃនេះទៅយើងត្រូវក្តាប់ខ្សែសង្វាក់ផលិតកម្មទាំងមូលទុកក្នុងដៃខ្លួនឯងមូលដ្ឋាននៅប៉ែកខាងកើតខាងត្បូងនិងខាងជើងកំពុងដំណើរការពេញសមត្ថភាពដើម្បីដោះខ្លួនចេញពីការគំរាមកំហែងពីខាងក្រៅដើម្បីដែលសកម្មនិងពង្រឹងកិច្ចការងារនេះចាប់ផ្ដើមបើកដំណើរការមូលដ្ឋានផលិតកម្មឆ្លាតវៃទាំងពីរនៅភាគខាងលិចនិងពីយខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិការបំពុលបរិស្ថានអាចតាមដានបានគ្រប់ដំណាក់កាលមានកម្រិតសុវត្ថិភាពខ្ពស់បំផុតក្រោយពេលមូលដ្ឋានទាំងពីរត្រូវបានសាងសង់រួចយើងនឹងអាចគ្រប់គ្រងការដាំដុះវត្ថុធាតុដើមការកែច្នៃនិងផលិតរហូតដល់ការនាំចេញផលិតផលខ្សែសង្វាក់ផលិតកម្មពេញលេញឯករាជ្យនិងគ្រប់គ្រងបានទាំងស្រុងក្រុមហ៊ុន Kingchuan Holdings មិនមែនគ្រាន់តែផលិតទំនិញទេយើងនឹងក្លាយជាអ្នកកំណត់ច្បាប់លេងមិនមែនជាអ្នកដើរតាមច្បាប់គេទៀតឡើយលោកយី
ឯកសារសម្រាប់មូលដ្ឋានទាំងពីរនៅភាគខាងលិចនិងពីយប់ត្រូវបានរៀបចំរួចរាល់ទាំងអស់ហើយរដ្ឋាភិបាលបានដាក់គម្រោងនេះជាគម្រោងអភិវឌ្ឍជីវភាពរស់នៅដ៏សំខាន់និងជាគម្រោងគំរូនៃឧស្សាហកម្មពិតប្រាកដដំណើរការទៅមុខដោយពេញទំហឹងនិងមានផលិតផលចេញក្នុងរយៈពេល3ខែទៀតនៅពេលដែលជំហាននេះបញ្ចប់ទៅមូលដ្ឋានគ្រឹះរបស់ King Chuan នឹងរឹងមាំគ្មានអ្នកណាមកញ័ររង្គើបានទៀតឡើយអំណាចនៃក្រុមហ៊ុនយក្សមិនសំខាន់ទេអ្វីដែលខ្ញុំចង់បានគឺគ្រាន់តែចង់ឲ្យក្រុមគ្រួសាររបស់ខ្ញុំពុកកលឹកគ្រប់គ្នាអាចរស់នៅបានយ៉ាងសុខស្រួលលោកយេក្មេងទាំងនេះច្រើនអ្នកណាស់សូម្បីតែ credit មួយក៏គ្មានផងសាងសង់សាលារៀនសាងសង់សាលាវិទ្យាសាងសង់មណ្ឌលសុខភាពចាប់ពីពេលនេះទៅចរន្តសាច់ប្រាក់មានភាពរឹងមាំបណ្ដាញចែកចាយគ្រប់ដណ្ដប់ទាំងអស់ខ្សែសង្វាក់ផ្គត់ផ្គង់មានភាពឯករាជ្យលោកយេក្រុមហ៊ុនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវលើសង្គមបន្ថែមទៀតប្រព័ន្ធសន្តិសុខមានភាពត្រឹមត្រូវតាមច្បាប់ការការពារនិងរក្សាសណ្ដាប់ធ្នាប់តាមទីតាំងមនុស្សធម៌អាចត្រៀមខ្លួនចេញប្រតិបត្តិការបានគ្រប់ពេលចាប់ផ្ដើមអនុវត្តគម្រោងមនុស្សធម៌ជាងស្វៀនជាផ្លូវការមិនធ្វើតែសម្បកក្រោយឡើយត្រូវសាងសង់សាលារៀននិងរោងបាយដោយឥតគិតថ្លៃព្រមទាំងមានបន្ទប់ថែទាំសុខភាពផងដែរទទួលចិញ្ចឹមក្មេងកំព្រានិងក្មេងក្រីក្រទាំងនោះផ្ដល់ឲ្យពួកគេនៅផ្ទះដែលប្រកបដោយសុវត្ថិភាពនិងភាពកក់ក្ដៅខ្ញុំនឹងបង្កើតនាយកដ្ឋានសប្បុរសធម៌ភ្លាមថាវិការត្រូវតែមានតម្លាភាពនិងការត្រួតពិនិត្យច្បាស់លាស់ក្រុមសន្តិសុខ Kingdom ត្រូវតែប្រចាំការនៅទីតាំងទាំងនោះជានិច្ចហាមដាច់ខាតមិនឲ្យនរណាម្នាក់ចូលមកក្បែរក្មេងឡើយពីមុនខ្ញុំធ្លាប់ឆ្លងកាត់ជីវិតដែលត្រាំក្នុងទឹកភ្លៀងដូច្នេះហើយទើបខ្ញុំចង់ត្រដាងឆាត់ការពីអ្នកដទៃទៀតសាងសង់តាមស្តង់ដារខ្ពស់បំផុតទាំងរបងទាំងកាមេរ៉ាសុវត្ថិភាពនិងសន្តិសុខបន្ទប់ស្នាក់នៅថ្នាក់រៀនរោងបាយនិងកន្លែងដាក់សម្ភារៈត្រូវបំពាក់ឧបករណ៍ឲ្យគ្រប់គ្រាន់ទាំងអស់នេះគឺជួយសង្គ្រោះជីវិតមនុស្សដល់ទៅប៉ុន្មានចំនួនឯណោះនេះមិនមែនជាការដាក់ទានទេប៉ុន្តែវាគឺជាយុទ្ធធម៌ជីវិតរបស់ខ្ញុំត្រូវបានបំផ្លាញដោយសារតែ King Chuan ចាប់តាំងពីការប្រកួតនៅសង្វៀនកាលពីគ្រានោះមកខ្ញុំធ្លាក់ខ្លួនដល់ចំណុចសូន្យចុះឥឡូវខ្ញុំរស់ដោយសាររកស៊ីជូនដូរក្មេងអនាថាទាំងនោះវាបែរជាសាងសង់សាលាសប្បុរសធម៌យកក្មេងទាំងនោះទៅអស់បងគៀងឥឡូវនេះលោកយាយឈីងស្វានមិនអាចប៉ះពាល់បានទេទាំងវិស័យចំនួនក្បាច់គុណនិងអាជ្ញាធរសុទ្ធតែទុកមុខឲ្យគាត់បើប៉ះមិនបានក៏ត្រូវចាប់ចំណុចដែលគាត់ខ្វល់ខ្វាយបំផុតគឺម្ដាយនិងប្អូនស្រីរបស់គាត់នោះគឺជាចំណុចខ្សោយរបស់គាត់ដើម្បីឲ្យគ្រួសារត្រកូលយាយនេះកម្រើកខ្លួនទៅចាប់ពួកវាមកខ្ញុំនឹងធ្វើឲ្យយាយឈីងស្វានលុតជង្គង់ចុះទើបគាត់លែងហ៊ាននើបក្បាលលោកយាយបន្ទាប់ពីគម្រោងសប្បុរសធម៌បានចាប់ផ្ដើមវាបានកាត់ផ្ដាច់ប្រាក់ចំណូលរបស់ក្រុមមនុស្សមួយក្រុមដែលរកស៊ីជួញដូរលើក្មេងអនាថាថ្មីនេះមានមនុស្សតាមដាននៅជិតមជ្ឈមណ្ឌលសប្បុរសធម៌ថែមទាំងព្យាយាមតាមដានសកម្មភាពរបស់លោកស្រីនិងកញ្ញាទៀតផងជានរណាលីវជាងការប្រកួតនៅសង្វៀនកាលពីឆ្នាំខ្ញុំបានទុកឱកាសឲ្យនាងម្ដងហើយនាងមិនព្រមដឹងខ្លួនសោះឥឡូវនេះហ៊ានមកប៉ងប្រាថ្នាលើគ្រួសាររបស់ខ្ញុំទៀតតើយើងគួរពង្រឹងសន្តិសុខនៅវិឡានិងការពីក្រុមគ្រួសារបន្ថែមទេចាត់ចែងដាក់កម្លាំងការពីឲ្យអស់កុំឲ្យអ្នកផ្ទះនិងប្អូនស្រីដឹងរឿងនេះគឺពួកគេហើយឥឡូវនេះយាយឈីងស្វានត្រូវបានគេគោរពគ្រប់គ្នាយ៉ាងនេះតែពីមុនវាគ្រាន់តែជាឆ្កែបម្រើដែលតាមគូតខ្ញុំប៉ុណ្ណោះខ្ញុំមិនអស់ចិត្តទេហើយអ្វីបានជាពលិគ្រប់យ៉ាងទៅធ្លាក់លើវាទាំងអស់ខ្ញុំនឹងបំផ្លាញវាចោលល្អពួកឯងស្អប់វាដែរឬខ្ញុំក៏ស្អប់វាដូចគ្នាចាប់ម្ដាយនិងប្អូនស្រីរបស់វាទៅបង្ខំឲ្យវាមកតែម្នាក់ឯងធ្វើឲ្យវាកំហុសខ្លួនលុតជង្គង់ចុះជន់ឈ្លីសិតទាំងអស់ឲ្យខ្ទេចខ្ទីអញចង់ឲ្យវាមកអង្វរឲ្យអញលើកលែងទោសឲ្យអញចង់ឲ្យវាឃើញផ្ទាល់ភ្នែកនៅអ្វីគ្រប់យ៉ាងដែលវាស្រឡាញ់វាយប់នេះចាប់ផ្ដើមធ្វើសកម្មភាពឈីងសួនម្ដាយនិងប្អូនស្រីរបស់ឯងកំពុងស្ថិតក្នុងដៃពួកយើងមកម្នាក់ឯងនៅរោងចក្រចាស់ហាមហៅប៉ូលីសហាមនាំអ្នកណាទៅបើហ៊ានលេងកលល្បិចឯងនឹងដឹងថាមានរឿងអ្វីកើតឡើងយាយឈីងសួនកាលពីអតីតកាលឯងត្រូវសងឈាមដោយឈាមលីវជាងឈីនស៊ូអ៊ឺចេងហ្វានខ្ញុំព្រមមានអ្នកជាលើកចុងក្រោយដោះលែងពួកគេភ្លាមបើមិនដូច្នោះទេអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះអ្នកនឹងត្រូវសងត្រឡប់វិញទាំងមុខច្បាប់និងជីវិតមុនខ្ញុំការពីក្រុមគ្រួសារមិនបានជីវិតនេះបើអ្នកណាក្លាហានប៉ះពាល់អ្នកផ្ទះខ្ញុំអ្នកនោះត្រូវតែទទួលខុសត្រូវបងប្រុសឈីងសួនកុំខ្វល់ពីពួកយើងបងប្រញាប់ទៅចុះខ្ញុំមកដល់ហើយធ្វើតាមការទាមទារមិនបានប្តឹងប៉ូលីសទេមិនបាននាំអ្នកណាទៅទេឥឡូវដោះលែងពួកគេមកមានរឿងអ្វីកុំធ្វើបាបអ្នកដទៃមកដាក់លើខ្ញុំឲ្យខ្ញុំដោះលែងគឺអាចទៅរួចលក្ខខណ្ឌ3យ៉ាងប្រគល់ទ្រព្យសម្បត្តិពាក់កណ្ដាលមកឲ្យខ្ញុំរំលាយគម្រោងសប្បុរសធម៌ទាំងអស់ចោលហើយលុតជង្គង់ចុះក្បាលដីសុំទោសខ្ញុំយាយឈីងស្វានថ្ងៃនេះឯងក៏មានពេលនេះដែរឬឯងមិនមែនតែងតែធ្វើខ្លួនខ្ពងខ្ពស់ទេចុះហេតុអ្វីពេលនេះត្រូវមករងទុក្ខព្រោះតែគ្រួសារត្រូវគេបង្ខំឲ្យធ្វើតាមចិត្តគេលក្ខខណ្ឌនេះថ្លៃទេថ្លៃណាស់ឥឡូវនេះខ្ញុំនឹងធ្វើឲ្យឯងស្ដាយក្រោយអ្វីដែលខ្ញុំជ្រើសរើសគឺការបំផ្លាញផែនការរបស់ពួកឯងរួចហើយនាំគ្រួសាររបស់ខ្ញុំត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពមិនអាចទៅរួចទេហេតុអ្វីបានជាឯងខ្លាំងដល់ថ្នាក់នេះខ្ញុំបានផ្ដល់ឱកាសឲ្យអ្នកហើយគឺអ្នកខ្លួនឯងទេដែលចង់ដើរទៅរកផ្លូវស្លាប់ខ្ញុំតើខ្ញុំបានធ្វើអ្វីខ្លះយាយឈីងសួនខ្ញុំខុសហើយខ្ញុំពិតជាខុសមែនខ្ញុំព្រមចូលខ្លួនទៅសារភាពកំហុសទទួលទោសតាមច្បាប់ផ្លូវដែលអ្នកដើរគឺអ្នករើសវាដោយខ្លួនឯងលទ្ធផលអ្នកត្រូវតែទទួលខុសត្រូវដោយខ្លួនឯងរឿងដែលខ្ញុំខុសបំផុតក្នុងជីវិតនេះគឺការបាត់បង់អ្នកប៉ុន្តែខ្ញុំដឹងថាលែងមានឱកាសត្រឡប់ក្រោយទៀតហើយមិនមែនទេ
ខ្ញុំមិនព្រមទេអ្វីដែលខ្ញុំមិនអាចទទួលបានអ្នកក៏មិនអាចមានវាបានដែរយេឈីងសួនខ្ញុំនឹងធ្វើឲ្យអ្នកចងចាំថ្ងៃនេះអស់មួយជីវិតបងប្រុសខ្ញុំខ្លាចណាស់មិនអីទេកុំភ័យអីបងនឹងនាំអូនត្រឡប់ទៅផ្ទះវិញយេឈីងសួនអ្នកជួយពួកយើងម្ដងទៀតហើយលើកនេះខ្ញុំនឹងមិនឲ្យបាត់បង់អ្នកទាំងអស់គ្នាទៀតឡើយលោកយេគម្រោងសប្បុរសធម៌របស់លោកធ្វើឲ្យក្រៅពេញទីក្រុងអាជ្ញាធរនឹងគ្រប់មជ្ឈដ្ឋានចង់រៀបចំកម្មវិធីផ្ដល់កិត្តិយសជូនលោកការផ្ដល់កិត្តិយសមិនសំខាន់ទេឲ្យតែក្មេងមានភាពកក់ក្ដៅនិងសុវត្ថិភាពគឺគ្រប់គ្រាន់ហើយពេលនេះសូមយើងទាំងអស់គ្នាផ្ដល់នូវការអបអរសាទរដ៏កក់ក្ដៅនិងស្មោះត្រង់បំផុតសូមគោរពអញ្ជើញស្ថាបនិកក្រុមហ៊ុនឈីងសួនអ្នកផ្ដួចផ្ដើមគម្រោងសប្បុរសធម៌ឈីងសួនលោកយេឈីងសួនលោកយេគឺលោកដែលបានជួយជីវិតខ្ញុំនិងប្អូនប្រុសបានផ្ដល់ក្តីសង្ឃឹមនិងសេចក្តីថ្លៃថ្នូរដល់ពួកយើងខ្ញុំសុខចិត្តដើរតាមលោកពេញមួយជីវិតលោកគឺជាអ្នកមានគុណរបស់ខ្ញុំនិងជាមនុស្សដែលខ្ញុំគោរពបំផុតក្នុងជីវិតនេះខ្ញុំព្រមរងចាំរហូតដល់ថ្ងៃដែលអ្នកងាកមកមើលខ្ញុំមិនត្រូវការឋានៈអ្វីឡើយក៏មិនត្រូវការការតបស្នងដែរគ្រាន់តែចង់នៅក្បែរអ្នកដើម្បីជួយសម្រាលការងាររបស់អ្នកចិត្តរបស់ពួកអ្នកខ្ញុំយល់ហើយក៏អរគុណដែរប៉ុន្តែការដែលខ្ញុំជួយអ្នកមិនមែនដើម្បីឲ្យអ្នកតបស្នងគុណនោះទេរឹតតែមិនមែនសម្រាប់រឿងស្នេហាដែរពួកអ្នកសុំនឹងមានផ្លូវដើររៀងខ្លួនមានសុភមង្គលផ្ទាល់ខ្លួនមិនមែនយកជីវិតមកចងភ្ជាប់នឹងខ្ញុំបែបនេះទេឯងនេះណាខំតែធ្វើការងារមនុស្សធម៌ចុងក្រោយបែរជាមានស្រីស្អាតបីអ្នកលងស្រឡាញ់ព្រមគ្នាតែម្ដងពេលនេះពិបាកចិត្តហើយមែនទេខ្ញុំគ្រាន់តែចង់រស់នៅដោយស្ងប់ស្ងាត់ពិតមែនគ្រាន់តែធ្វើអំពើល្អដោយស្ងៀមស្ងាត់បងប្រុសបើអញ្ចឹងបងរើសយកមួយទៅយកមួយដែលបងចូលចិត្តមកខ្ញុំជួយរើសឲ្យណាមិនបាច់ទេបងមិនរើសនរណាម្នាក់ទាំងពីរទេចុះបងចង់បានអ្វីដែរចង់ឲ្យក្រុមគ្រួសារមានសុវត្ថិភាពចង់ឲ្យការងារមនុស្សធម៌មានភាពយូរអង្វែងចង់ឲ្យពិភពលោកមានភាពស្ងប់សុខចង់ឲ្យចិត្តត្រឹមត្រូវទៀងត្រង់ល្មមហើយការសោកស្ដាយពីជាតិមុនបានបំពេញឲ្យពេញលេញនៅជាតិបច្ចុប្បន្នមិនចង់ធ្វើជាទេវតាមិនចង់គ្រប់គ្រងពិភពលោកចង់តែការពារភាពសុខសាន្តនៃមនុស្សលោកប៉ុណ្ណោះ